ថ្ងៃនេះមានមុខម្ហូបតាមរដូវកាលមួយមុខទៀតហើយដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នាហើយសម្រាប់អ្នកខាស្វែងរៀងខ្ញុំចាស់គាត់និយមហូបមែនតើបងប្អូននៅរដូវកាលនេះគឺសម្លកកូបផ្កាក្រសាំងហើយពេលនេះនាងខ្ញុំកំពុងតែបេះផ្កាក្រសាំងបងប្អូនណានិយាយថាផ្កាកញ្ញំល្អមែនតើហើយសម្រាប់ថ្ងៃនេះដែរគឺបេះតែមួយចំនួនតូចតែបងប្អូនដោយសារតែកូនគាត់អត់សូវចេះញ៉ាំអញ្ចឹងហើយផ្កាក្រសាំងនេះគឺចាស់ទេដែលគាត់និយមចូលចិត្តហូបក្មេងចំនួនក្រោយដូចក្មេងៗហ្នឹងគាត់អត់ចេះញ៉ាំទេហើយគាត់ថាទៅបេះផ្កាកសាងបងប្អូនណាកូនគាត់សុំទៅតាមតែម្ដងហើយជាពិសេសកូនប្រុសច្បងរបស់នាងខ្ញុំដូចឃើញនៅវីដេអូមុនបងប្អូនណានិយាយថារពឹសមែនតើចូលចិត្តស្ទូចក្តាមរកត្រីរកកង្កែបហើយទៅនឹងមានដែកកង្វាមួយទៀតនាងខ្ញុំម្លាយទៅបេះផ្កាកសាំងមានណាគាត់ទៅរកបានកង្កែបមួយតែម្ដងហើយនៅផ្ទះហ្នឹងមានកង្កែបនៅខ្លះដែរបានយកកង្កែបហ្នឹងទៅស្រោកកកោជាមួយនឹងផ្កាកសាំងដែលនាងខ្ញុំបានបេះហ្នឹងតែម្ដងហើយក៏ដើរមើលគាត់ដើររកកង្កែបអញ្ចឹងបងប្អូនដោយសារតែជំនាញរបស់គាត់ហើយលពឹសមែនតើចូលចិត្តទៅដើររកបែបហ្នឹងឯងមួយថ្ងៃហើយសម្រាប់កកោថ្ងៃនេះដែរបងប្អូនប្រខេតមួយចំនួនក៏ឃើញមានស្លោដែរសម្រាប់កកោផ្កាក្រសាំងអញ្ចឹងបងប្អូនម្ហូបតាមរដូវកាលគឺផ្កាក្រសាំងមានដូចជាស្លឹកចេះនិងស្ដៅនឹងឯងបងប្អូនសម្រាប់អ្នកខេត្តស្វាយរៀងគឺពេញនិយមមែនតើសម្រាប់ខែនេះហើយឥឡូវក៏ចាប់ផ្ដើមមករៀបចំសាច់ដូចជាបន្លែបន្ថែមទៀតដើម្បីស្លោអញ្ចឹងបងប្អូនម្ល៉េះនេះខ្ញុំលាយជាមួយល្ហុងក៏ដូចជាស្លឹកបាសបន្តិចដែរដើម្បីឲ្យបានរាងក្រៅបន្តិចអញ្ចឹងហើយផ្កាក្រសាំងច្រើនមែនតើដោយសារតែយើងទុកឲ្យវាផ្លែអញ្ចឹងបងប្អូនស្រួលយើងបេះញ៉ាំថ្ងៃក្រោយទៀតហើយណាមួយកូនចំនួនសម័យឥឡូវបងប្អូនហើយមិនចេះញ៉ាំទេសម្លកកោរបៀបផ្កាក្រសាំងអីនេះមានតែចំនួនខ្ញុំនេះទេដែលអាចចេះញ៉ាំអញ្ចឹងហើយយកទៅមួយចំនួនដើម្បីស្លដើម្បីបង្ហាញបងប្អូនផងហើយសម្រាប់កកោផ្កាក្រសាំងគឺត្រូវបុកញំហើយយកមកលាងទឹកបងប្អូនកុំឲ្យវាមានធំក្លិនរៀងលក្ខណៈរៀងខាអញ្ចឹងហើយការស្លក៏ដូចស្លកកោផ្សេងទៀតដែរអញ្ចឹងបងប្អូនលក្ខណៈគ្រួសាររបស់នាងខ្ញុំគឺរំលីងខ្ទឹមឲ្យក្រអូបហើយដាក់តែជាមួយនឹងស្ករប្រហុកក៏ដូចជាសាច់កង្កែបឬក៏សាច់អីផ្សេងដែលបងប្អូនចូលចិត្តអញ្ចឹងមកហើយរំលីងសាច់ឲ្យឆ្អិនបន្តិចបន្ទាប់មកបានដាក់បន្លែចូលក៏ដូចជាអង្ករលីងនិងគ្រឿងក្រៅរបស់យើងបន្ថែមទៀតសម្រាប់គ្រួសារនាងខ្ញុំគឺចូលចិត្តស្លកកោបែបលក្ខណៈបុរាណតចំនួនអញ្ចឹងបងប្អូនគឺកកោលក្ខណៈធម្មតាសម្រាប់កកោគ្រឿងដែលមានខ្ទិះហ្នឹងក៏ចូលចិត្តនិយមស្លម្ដងមកកាលអញ្ចឹងបងប្អូនហើយថ្ងៃនេះគឺស្លបែបលក្ខណៈធម្មតាទេគឺយើងប្រើតែអង្ករលីងអញ្ចឹងហើយបន្ទាប់ពីដាក់បន្លែអីហើយគឺយើងថែមទឹកតែម្ដងបងប្អូនដាក់ធ្វើមួយរំពុះយើងភ្លក់មើលតាមការចូលចិត្តហ្នឹងគឺជាការស្រេចតែម្ដងចំពោះសម្លកកោផ្កាក្រសាំងនេះដែរសម្រាប់បងប្អូននៅខេត្តផ្សេងឃើញគាត់និយមហូបដែរបងប្អូនតែគាត់និយមស្លតែផ្កាក្រសាំងសុទ្ធអីអញ្ចឹងហើយនិយាយពីថារសជាតិវិញគឺឆ្ងាញ់ប្លែកម្យ៉ាងម្នាក់ពីកកោគ្រឿងទេបងប្អូនតាមការចូលចិត្តនិយមតាមគ្រួសារអញ្ចឹងឥឡូវក៏ឆ្អិនរួចរាល់ផងដែរបងប្អូនហើយនិយាយពីថារសជាតិវិញក្លិនក្រអូបប្រហើបផ្កាក្រសាំងមែនតើហើយជាមួយនឹងសាច់កង្កែបនឹងនិយាយពីថាត្រូវគ្នាខ្លាំងមែនតើហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងអរគុណជម្រាបលាថ្ងៃនេះនៅផ្ទះជុំគ្នាប្រហែលអ្នកបងប្អូនសម្លឹងឃើញតាពាំងដុះនៅមុខផ្ទះម៉ែជ្រុងច្រាំងបងប្អូនហើយទាញបានកញ្ច្រែងម្នាក់មួយមានចាំកាលទៀតបងប្អូនដោយសារតែឃើញតាពាំងនឹងវាល្អពេកហើយនិយាយពីថាដុះគ្មានដឹងរដូវប្រាំងរដូវវស្សាអីទេបងប្អូនហើយមើលតគុំក៏ដឹងដែរហើយបើនិយាយពីកាត់ស្លោវិញក៏មិនដឹងប្រហែលដងដែររាប់មិនអស់ទេជាពិសេសឲ្យបងប្អូននឹងស្លោទៀតនៅតែមិនអស់ចេះតែដុះហោហើយក៏មិនចេះទូចដែរបងប្អូនគល់ធំមែនតែនហើយរដងធ្លាប់តែស្លោក៏ដូចជាយកទៅជ្រក់អញ្ចឹងបងប្អូនថ្ងៃនេះយកមកធ្វើឲ្យប្លែកម្ដងគឺយកដើម្បីស្ងោរវាយកទៅហាលឲ្យស្ងួតទុកខញ៉ាំអញ្ចឹងណាបងប្អូនហើយនិយាយពីថាគុំដល់ណាក៏តាមកាត់យកទៅបានដែរបងប្អូនក្លុកក្លីតណាក៏ដោយកាត់អកុលធំប្រហែលមិនអស់ចិត្តហ្នឹងកាយមើលទៀតមើលតាណាទៅម្ដងរៀងខ្ចីហ្នឹងក៏មិនຕົកដែរដោយសារតែយើងធ្វើឲ្យបានច្រើនបន្តិចអញ្ចឹងបងប្អូនហាលទៅទុកបានចែកបងប្អូនផងទុកញ៉ាំខ្លួនឯងផងនិយាយពីថាខ្ចីល្អមែនតែនហើយមួយគុំនេះដុះមួយឆ្នាំពេញមួយឆ្នាំតែម្ដងបងប្អូនសម្រាប់តាពាំងឥឡូវក៏បានមកកញ្ច្រែងហ្នឹងមិនតិចទេបងប្អូនប្រហែលកន្ទងជាង10គីឡូហើយឥឡូវយកមកដល់កន្លែងធ្វើហើយក៏ចាប់ផ្ដើមបកសម្បកបដើយើងចិត្តសម្អាតបដើអញ្ចឹងណាក្នុងការធ្វើទំពាំងក្រៀមនេះដែរបងប្អូនអាចចិត្តប្រភេទណាតាមការចូលចិត្តក៏បានដែរសម្រាប់នាងខ្ញុំគឺចិត្តលក្ខណៈស្ដាងក្បិតមុខពីរអញ្ចឹងបងប្អូនស្ដាងដូចនាងខ្ញុំបានបង្ហាញអញ្ចឹងបងប្អូនអាចចិត្តជាច្វាល់មូក៏បានដែរហើយតាមការចូលចិត្តនិយាយរួមបងប្អូនហើយបន្ទាប់ពីចិត្តហើយហ្នឹងគឺត្រូវដាំទឹកមួយឆ្នាំងដើម្បីស្ងោរវាឲ្យឆ្អិនសិនអញ្ចឹងបងប្អូនមុននឹងយើងយកទៅហាលឥឡូវនាងខ្ញុំដាក់ដាំទឹកហើយគឺកន្លះឆ្នាំងតែម្ដងហើយក្នុងការដាំទឹកគឺលាយអំបិលមួយវែកផងដែរ
ដើម្បីឲ្យប្រៃឡំហើយចាប់ផ្ដើមដាក់ទំពាំងរបស់យើងចូលហ្នឹងក៏ស្ងោរតែម្ដងហើយចំពោះការស្ងោរហ្នឹងគឺស្ងោរមួយឆ្អិនល្មមទេបងប្អូនមិនមែនឲ្យរងាស់ខ្លាំងអីណាទេគឺមួយឆ្អិនល្មមគឺយើងចាប់ផ្ដើមស្រង់ដាក់កញ្ច្រែងតែម្ដងក្នុងការធ្វើទំពាំងក្រៀមនេះដែរគឺងាយទេបងប្អូនមានតែទំពាំងចិត្តឲ្យស្ដើងមកយកទៅស្ងោរឲ្យឆ្អិនយកទៅហាលតែ2 3ថ្ងៃនឹងក្រៀមយើងអាចទុកធ្វើម្ហូបផ្សេងតាមចំណង់ចំណូលចិត្តបានជាពិសេសគឺខក៏ដូចជាឆាអីបានយើងយកមកត្រាំឲ្យដើម្បីធ្វើអញ្ចឹងបងប្អូនឥឡូវនេះខ្ញុំដាក់កញ្ច្រែងហើយវាឲ្យស្មើហើយយកទៅហាលហើយរយៈពេលទៅ2 3ថ្ងៃហ្នឹងគឺអាចយកទុកបានហើយបងប្អូនហើយម្ហូបដែលធ្វើអំពីទំពាំងក្រៀមហ្នឹងគឺតាមចំណង់ចំណូលចិត្តណាបងប្អូនហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងអរគុណថ្ងៃនេះមានមុខម្ហូបមួយបែបងាយទៀតហើយដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នាដោយសារតែប្រហែលថ្ងៃមុនហ្នឹងបងប្អូនដឹងស្រាប់ហើយមានភ្លៀងកក់ខែចំនួន1មេនិយាយពីថាកូនប្រុសហ្នឹងពូកែរកកង្កែបមែនតែនរកបាន4 5ដែរបងប្អូនឥឡូវគាត់ឲ្យឆាឲ្យគាត់ញ៉ាំគាត់ចិត្តញ៉ាំឆាគ្រឿងកង្កែបអញ្ចឹងហើយលាយជាមួយនឹងតកូនហើយចំពោះគ្រឿងគឺអត់បុកទេបងប្អូនគឺហាន់យកតែម្ដងហើយនិយាយពីថាតកូនវិញខ្ចីល្អមែនតែនតកូនតូចហ្នឹងទោះតែអ្នកខេត្តស្វាយរៀងបានមានញ៉ាំបងប្អូនហើយបន្ទាប់ពីធ្វើបន្លែសាច់ហើយនេះខ្ញុំចាប់ផ្ដើមរំលីងគ្រឿងតែម្ដងហើយគ្រឿងរបស់យើងគឺមានអីច្រើនទេមានរំដេងរមៀតស្លឹកក្រូចសើចគល់ស្លឹកគ្រៃក៏ដូចជាខ្ទឹមសខ្ទឹមក្រហមហើយអត់ប្រើម្ទេសទេដោយសារតែកូនគាត់អត់ចេះញ៉ាំហឹរអញ្ចឹងបងប្អូនហើយរំលីងឈ្ងុយបន្តិចដាក់ឲ្យកង្កែបរបស់យើងចូលតែម្ដងហើយផ្សំគ្រឿងតាមការចូលចិត្តរបស់យើងមកបងប្អូនមានទឹកត្រីប៊ីចេងស្ករក៏ដូចជាម្សៅស៊ុបអីអញ្ចឹងមកបន្ទាប់ពីឆាសាច់កង្កែបជាមួយនឹងគ្រឿងរបស់យើងឆ្អិនរួចរាល់តាមការចូលចិត្តហើយគឺចាប់ផ្ដើមបងតកូនរបស់យើងចូលតែម្ដងនិយាយពីថាដោយសារតែចូលចិត្តញ៉ាំបន្លែបងប្អូនហើយសាច់តែប៉ុណ្ណេះដាក់បន្លែនេះគឺល្មមតែម្ដងហើយនិយាយពីថារសជាតិវិញបងប្អូនរសជាតិដូចជាតាមរដូវកាលអញ្ចឹងបងប្អូនកង្កែបខែនេះគឺឆ្ងាញ់មែនទែនឆាជាមួយនឹងតកូនដែលដុសខ្ចីបែបហ្នឹងបានជាមុខម្ហូបមួយមុខដែលឈ្ងុយឆ្ងាញ់តែម្ដងមុខម្ហូបមួយមុខនេះងាយធ្វើមែនទែនចំណែករសជាតិវិញនិយាយពីថាឆ្ងាញ់មែនទែនជាពិសេសជាមួយអាជាក់ក៏ត្រូវដែរហើយវីដេអូនេះខ្ញុំបានបង្ហាញថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាថ្ងៃនេះមានបងមហូបបែបស្រុកស្រែតាមរដូវកាលដើម្បីមកបង្ហាញបងប្អូនទៀតហើយដោយសារតែថ្ងៃមុនណាបងប្អូននេះខ្ញុំស្រស់ស្លឹកជ្រេះញ៉ាំជាមួយនឹងត្រីអាំងក៏ដូចជានឹងប្រហុកហើយអត់ទាន់បានស្លកកោទេដោយហេតុថានៅផ្ទះហ្នឹងមានអំពិលទឹកមួយដើមបងប្អូនដូច្នេះហើយបេះអំពិលទឹកហ្នឹងដើម្បីយកមកស្លជាមួយនឹងស្លឹកជ្រេះដែលមាននៅសល់ពីថ្ងៃមុនបន្តិចបន្តួចនឹងឯងហើយមិនត្រឹមតែអំពិលទឹកហ្នឹងទេបងប្អូនគឺជាមួយនឹងត្រប់ពុតញងយើងមួយចំនួនផងដែរក៏ដូចជាលហុងអីអញ្ចឹងណាហើយមានមួយដើមក្រោយផ្ទះហ្នឹងនិយាយថាផ្លែរយងយើងតែម្ដងបងប្អូនហើយញ៉ាំអត់ទាន់សត្វពពេចទេដោយសារតែយើងមិនសូវនៅក្រោយផ្ទះអញ្ចឹងណាផ្លែច្រើនដែរឥឡូវចាប់ផ្ដើមបេះមួយចំនួនហ្នឹងដើម្បីស្លកកកជាមួយនឹងស្លឹកជ្រេះបង្ហាញបងប្អូនតែម្ដងសម្លកកស្លឹកជ្រេះជាមួយនឹងផ្លែអំពិលទឹកគឺជាមុខម្ហូបតាមរដូវកាលមួយមុខដែរដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសាសម្រាប់អ្នកខេត្តស្វាយរៀងសម្រាប់បងប្អូនអ្នកខេត្តផ្សេងមិនដឹងជាស្លដូចខេត្តនាងខ្ញុំឬក៏យ៉ាងណាដែរទេហើយមើលអំពិលទឹកបងប្អូនណានិយាយវិថារីកល្អមែនតែនបេះខ្លួនឯងមិនបានឥឡូវប្រើគ្រូសាគាត់ជួយបេះខ្លះដោយសារតែវានៅរៀងខ្ពស់ដែរអញ្ចឹងបងប្អូនទោះតែប្រើទំពុកទាញបានមួយចំនួនយកទៅស្លបើនិយាយពីដើមអំពិលទឹកវិញបងប្អូនហើយលោកពុកគាត់ដាំក្បែរផ្ទះតែម្ដងចំណែកឲ្យជ្រេះហ្នឹងក៏មានដែរប៉ុន្តែវាអត់ទាន់លាស់ទេបងប្អូនទើបតែរុះស្លឹកហើយជ្រេះនេះដែរគឺនៅសល់ពីថ្ងៃមុននៅល្អមែនតើបងប្អូនដូច្នេះហើយក៏ចាប់ផ្ដើមស្លតែម្ដងយើងបូតទៅស្លឹកវាមកបងប្អូនសម្រាប់ស្លឹកជ្រេះហើយនេះខ្ញុំថែមត្រប់ពុតញងជាមួយនឹងលហុងនៅផ្ទះមួយចំនួនផងដែរឥឡូវក៏ចាប់ផ្ដើមបេះអំពិលទឹករបស់យើងដើម្បីត្រៀមស្លហើយសាច់នេះខ្ញុំប្រើកង្កែបបងប្អូននិយាយថាត្រូវគ្នាមែនតើប្រហែលមុខនឹងនិយាយពីថាបន្លែសិតតែលក្ខណៈបែបធម្មជាតិដែលយើងបេះនៅផ្ទះស្រាប់ហើយកង្កែបក៏ជាកង្កែបស្រែទៀតនិយាយថាប្រហែលមុខនេះសិតតែលក្ខណៈបែបធម្មជាតិតែម្ដងបងប្អូនឥឡូវក៏ចាប់ផ្ដើមរៀបចំទាំងបន្លែទាំងសាច់ហើយឥឡូវចិញ្ច្រាំប្រហុកសម្រាប់ស្លកកអត់ប្រហុកមិនបានទេឥឡូវនេះខ្ញុំចាប់ផ្ដើមស្លតែម្ដងចំពោះសម្លកកសម្រាប់គ្រួសារនេះខ្ញុំចូលចិត្តតែលក្ខណៈធម្មតាដូចបង្ហាញបងប្អូនវីដេអូមុនអញ្ចឹងមិនសូវជាប្រើកកគ្រឿងប្រហែលទេកកគ្រឿងដាក់ខ្ទិះហ្នឹងក៏ចូលចិត្តដែរបងប្អូនប៉ុន្តែស្លម្ដងម្កាលអញ្ចឹងហើយការស្លគឺប្រហែលតែគ្នាទេតំបន់អ្នកខេត្តស្វាយរៀងគឺចូលចិត្តស្លតែដាក់លក្ខណៈអង្គលីងធម្មតាមិនសូវជាប្រើគ្រឿងអញ្ចឹងបងប្អូននិយមតាមបែបគ្រួសារនីមួយតាមការចូលចិត្តរបស់យើងអញ្ចឹងណាបន្ទាប់ពីរំលីងសាច់កង្កែបរបស់យើងហើយជាមួយនឹងប្រហុកក៏ដូចជាប៊ីចេងស្ករយើងផ្សំគ្រឿងគ្រប់អស់ហើយយើងដាក់បន្លែអំពិលទឹកជាមួយនឹងលហុងមុនដើម្បីឲ្យវាចូលជាតិគ្នាដោយសារបន្លែប្រភេទហ្នឹងវារៀងរឹងជាងគេអញ្ចឹងបងប្អូន
កូរវាពី3ត្រឡប់ក៏បន្ថែមជាមួយនឹងអង្ករលីងហើយយើងកូរវាឲ្យសព្វម្ដងទៀតទើបយើងដាក់បន្លែច្រេះតាមក្រោយហើយសម្រាប់សាច់ច្រេះបងប្អូនមុននឹងយកស្លកកយើងអាចស្រស់ក៏បានអត់ស្រស់ក៏បានដែរហើយប្រភេទច្រេះដូចនេះខ្ញុំបានរៀបរាប់អញ្ចឹងដើមខ្លះខាដើមខ្លះអត់ខាទេហើយមុននឹងស្លគឺយើងអាចស្រស់មកដើម្បីកុំឲ្យវាខាអញ្ចឹងណាបងប្អូនហើយច្បល់ចូលគ្នាហើយក៏ចាប់ផ្ដើមដាក់ទឹកតាមបរិមាណបន្លែនិងសាច់របស់យើងតែម្ដងហើយសម្លកកបងប្អូនហើយតើតកោងាកកោអញ្ចឹងឯងដើម្បីកុំឲ្យខ្លោចបាតដោយសារតែយើងប្រើអង្ករលីងអញ្ចឹងហើយនិយាយថាគាត់តែឃើញនឹកដល់រសជាតិម្ដងទៀតហើយបងប្អូនហើយដោយសារតែសម្លមួយមុខនេះលក្ខណៈចេញមកបែបធម្មជាតិតែម្ដងហើយបាននិយាយពីរសជាតិវិញបងប្អូនហើយផ្អែមសតុនតែម្ដងជាពិសេសគឺផ្លែអម្ពិតទឹកជាមួយនឹងស្លឹកច្រេះនឹងតែម្ដងហើយវីដេអូមានតែប៉ុណ្្នឹងអរគុណ